មុំបាត់បង់បង្គោលនៅពេលដែលសបុករបស់មុំត្រូវបានបំផ្លាញមុំមានទួនាទីមួយទៀតគឺការពារម្ចាស់ស្ត្រីអញ្ចឹងយើងអត់ដឹងថាមួយណាជាម្ចាស់ស្ត្រីរបស់មុំឯង Queen ឬក៏រាជិនីខ្មុំម្ចាស់ស្ត្រីគេប្តីច្រើនណាស់មុំអញ្ចឹងគេមុំនីមួយមានទួនាទីតាមការពារម្ចាស់ស្ត្រីបើម្ចាស់ស្ត្រីទៅណាគឺគាត់ទៅហ្នឹងហើយគឺគាត់ត្រូវតែរត់តាមហើយក្រោយពេលដែលបង្គោលត្រូវបានបំផ្លាញខ្មុំអ្នកនាំពាក្យគឺខ្មុំសើបការខ្មុំដែលមានទួនាទីថារកបង្គោលថ្មីគាត់ហើរទៅទីតាំងផ្សេងដើម្បីស្វែងរកទីតាំងដែលមានស្ថានភាពសមស្របតើទីតាំងហ្នឹងមានទឹកអត់មានជ័រឈើអត់មានលំអងផ្កាអត់មានសុវត្ថិភាពសម្រាប់ការតាំងទីលំនៅថ្មីអត់ក្រោយពេលដែលខ្មុំកម្មករខ្មុំណែអ្នកនាំសារហ្នឹងគាត់ទៅរកទីតាំងឲ្យភាពសមស្របហើយគាត់ដល់ព័ត៌មានមកខ្មុំផ្សេងទៀតដែលមានទួនាទីជាអ្នកនាំការពារម្ចាស់ស្ត្រីឡើងទៅបង្គោលថ្មីហ្នឹងអញ្ចឹងគាត់ទៅវាតម្លៃចុងក្រោយពេលវាតម្លៃថាមានជ័រឈើមានសុវត្ថិភាពមានព្រៃមានផ្កាមានទឹកគ្រប់គ្រាន់ដែលអាចអំណោយផលមានសុវត្ថិភាពហើយអំណោយផលគ្រប់គ្រាន់សម្រាប់ការបង្កើតកូនចៅពេលនោះគឺចាស់ស្ត្រីខ្មុំត្រូវបានយាងឲ្យធ្វើដំណើរទៅកាន់ទីបង្គោលថ្មីហ្នឹងទីតាំងថ្មីហ្នឹងអញ្ចឹងខ្មុំភាគទីមួយទៅតាមម្ចាស់ស្ត្រីទាំងអស់គ្នានឹងអត់មានណាអាចគេស្មោះស្ម័គ្រមុំគឺស្មោះស្ម័គ្រជាមួយនឹងម្ចាស់ស្ត្រីទាំងអស់ហើយខ្មុំប្រើភាសាកាយវិការជាសញ្ញាមានន័យថានៅពេលដែលគាត់រកឃើញទីតាំងមានផ្កាអំណោយផលមានលំអងមានទឹកដមគ្រប់គ្រាន់គាត់មកដល់គឺគាត់ប្រើកាយវិការជាសញ្ញាយកព្រះអាទិត្យជាខ្នាតគោលតាមការសិក្សាគឺគាត់ប្រើភាសារមចឹងគាត់មិនដល់គាត់រមឲ្យមើលចឹងទៅហើយគាត់យកលំអងផ្កាពីទីតាំងហ្នឹងចម្ងាយប្រមាណការនឹងមានក្លិនមិនមានពណ៌មិនគឺគាត់ដាក់នៅជើងរបស់គាត់ខំជើងរបស់គាត់ដូចស្និតចឹងសិតពីមុខហើយមកទុកនៅជើងខាងក្រោយគាត់មានអមផ្កាមកអមជាមួយផងហើយគុំផ្សេងទៀតគឺគាត់មានកាតព្វកិច្ចមើលជុំឲ្យបានគាត់ហើរទៅរកលំអងហ្នឹងហើយគាត់អត់កុហកឯងគុំផ្សេងទៀតគាត់ចាំក្លិនគ្នាគាត់ណាបើសិនសបុកហ្នឹងក៏អាចចូលសបុកផ្សេងបានដែរហើយគាត់មានក្លិនជាសម្គាល់ក្រុមបាទសម្គាល់ក្រុមគាត់ចូលមកក្រុមរបស់គាត់មកសបុករបស់គាត់ហ្នឹងគឺគាត់ដឹងក្លិនគ្នាគាត់មកសបុកហ្នឹងតែម្ដងបើសិនគាត់ទៅចូលគេជាមួយពងថ្មីគេដេញខាំគាត់គេនឹងអត់អនុញ្ញាតឲ្យគាត់ចូលនៅក្នុងសម្ព័ន្ធថ្មីទេសបុកថ្មីទេអញ្ចឹងគេមានទួនាទីដោយឡែកពីគ្នាហើយគេសម្គាល់គ្នាតាមរយៈក្លិនតាក់ទងគ្នាតាមនយោបាយភាសារមហើយខ្ញុំចែកចេញជា4ប្រភេទចែកចេញជា4ក្រុមមកសបុកខ្មុំហ្នឹងមាន Queen ម្ចាស់ស្ត្រីខ្មុំគឺធំជាងគេវែងជាងគេអាយុច្រើនជាងគេហើយគាត់ទទួលទានទឹកដមសោយទឹកដមពិសេសហើយបន្ទាប់មកបានដ្រូនមុំឈ្មោលហ្នឹងមានប្រហែលជា 15% នៅក្នុងបង្គោលអត់ធ្វើអីទេនៅជួនស្ដោកចាំរួមភេទជាមួយនឹងម្ចាស់ស្ត្រីខ្មុំពេលដែលត្រូវការរួមភេទដល់វ័យដែលគាត់ត្រូវការរួមភេទគាត់ហោះឡើងលើហើយតាក់ទាញដោយអង្ស៊ីមក្លិនសម្គាល់ចឹងឲ្យដ្រូនមុំឈ្មោលហ្នឹងគឺហោះតាមទៅលើអាកាសបាទចឹងខ្មុំឈ្មោលគាត់ហោះតាមទៅលើរហូតពុះទៅខ្មុំដែលមានសមត្ថភាពទៅតោងជាមួយនឹងម្ចាស់ស្ត្រីខ្មុំហើយគាត់អាចរួមភេទនៅពេលដែលរួមភេទជាមួយម្ចាស់ស្ត្រី Queen នឹងហើយគាត់ត្រូវផ្ដាច់សង្វាសរបស់គាត់ចូលទៅក្នុងអង្គជាតិរបស់ម្ចាស់ស្ត្រីខ្មុំអញ្ចឹងគាត់នឹងដាច់ខ្លួនបញ្ចូលអង្គជាតិរបស់គាត់ទៅគាត់ធ្លាក់មកស្លាប់គាត់ស្លាប់
จังធ្វើអញ្ចឹងជាបន្តតបញាត់ចូលក្នុងពោះចាក់ស្ព្រៃឃ្មុំហើយជា15ទៅ20ឃ្មុំហើយក្រោយមកឃ្មុំឈ្មោលក៏ធ្លាក់ស្លាប់ទៅចាក់ស្ព្រៃឃ្មុំក៏